នៅក្នុងភាពស្ងាត់ជ្រងំនៃព្រៃជ្រៅដ៏សែនឆ្ងាយគូស្វាមីភរិយាវ័យក្មេងមួយគូបានសម្រេចចិត្តសាងសង់ទីជម្រកបណ្ដោះអាសន្នដោយតង់តូចមួយពួកគេគិតថាជាការសម្រាកលំហែកាយដ៏សាមញ្ញមួយដែលពួកគេចង់ចំណាយជាមួយគ្នាតែគ្មាននរណាម្នាក់នឹកស្មានដល់ឡើយថាដំណើរផ្សងព្រេងស្នេហានេះនឹងប្រែទៅជាហេតុការណ៍ដ៏រន្ធត់បំផុតនៅក្នុងជីវិតរបស់ពួកគេនោះឡើយជាពិសេសសម្រាប់ភរិយាដែលកំពុងតែពពោះកូនបានត្រឹមតែ7ខែប៉ុណ្ណោះនាងមានអារម្មណ៍ចម្លែកពេញមួយថ្ងៃដូចជាវិញ្ញាណអាក្រក់ណាមួយកំពុងតែលាក់ខ្លួនចាំឱកាសល្អដើម្បីយាយីនាងតែនាងព្យាយាមមិនគិតអ្វីអាក្រក់ជាច្រើនព្រោះចង់ឲ្យស្វាមីសប្បាយចិត្តនឹងដំណើរកម្សាន្តនេះទោះក្នុងចិត្តនាងមានតែភាពភ័យខ្លាចចេះតែកាត់ឡើងឥតឈប់ឈរដែលនាងមិនអាចពន្យល់បានក៏ដោយរាត្រីនោះបានឈានចូលមកដល់ជាមួយនឹងភាពងងឹតដ៏ព្រឺឆ្អឹងខ្នងខ្យល់ត្រជាក់ចាប់ផ្ដើមបក់មកតិចលាយឡំជាមួយសំឡេងសត្វយំពីចម្ងាយល្វើយឯនាងវិញចាប់ផ្ដើមមានអាការៈឈឺពោះយ៉ាងខ្លាំងក្លាការឈឺចាប់ដែលនាងមិនធ្លាប់ជួបប្រទះពីមុនមកបានធ្វើឲ្យនាងដឹងថាកូននៅក្នុងផ្ទៃប្រហែលជាចង់ចេញមកមើលពិភពលោកមុនពេលកំណត់ទៅហើយដោយទ្រាំលែងបាននឹងការឈឺចាប់នាងក៏សម្រេចចិត្តប្រាប់ស្វាមីឲ្យជួយនាំនាងទៅមន្ទីរពេទ្យតែនៅពេលដែលនាងបើកភ្នែកឡើងនាងលែងឃើញស្វាមីនៅក្បែរនាងទៀតហើយភាពងងឹតនៅខាងក្រៅតង់ហាក់ដូចជាលេបត្របាក់អ្វីៗទាំងអស់ធ្វើឲ្យបេះដូងនាងលោតញាប់ញ័រដោយក្តីបារម្ភយ៉ាងខ្លាំងដោយភាពឈឺចាប់កាន់តែខ្លាំងឡើងនាងខំប្រឹងក្រោកចេញពីតង់ទាំងបង្ខំនាងសម្លឹងមើលជុំវិញខ្លួនក្នុងភាពងងឹតព្យាយាមស្វែងរកស្វាមីរបស់នាងតែអ្វីដែលនាងបានឃើញបែរជាសាកសពស្វាមីនាងដែលដេកដួលរងរបួសយ៉ាងដណ្ដំនៅក្បែរដើមឈើធំមួយសាច់ឈាមរបស់គេត្រូវបានសត្វព្រៃហែកស៊ីខ្ទេចខ្ទីអស់ទៅហើយទិដ្ឋភាពដ៏គួរឲ្យរន្ធត់នេះបានចាក់ដោតបេះដូងនាងយ៉ាងខ្លាំងធ្វើឲ្យនាងស្រែកទ្រហោយំយ៉ាងខ្លាំងស្ទើរតែបាត់បង់ស្មារតីភាពភ័យខ្លាចបានគ្របដណ្ដប់ពេញមួយរាងកាយទឹកភ្នែកហូរចុះមកកាត់ថ្ពាល់ទាំងសោកសៅនិងតក់ស្លុតតែការឈឺពោះដែលកំពុងតែគៀបសង្កត់នាងកាន់តែខ្លាំងឡើងបានបង្ខំឲ្យនាងដឹងថាពេលនេះនាងគ្មានពេលសម្រាប់យំសោកទៀតទេនាងត្រូវតែស្វែងរកជំនួយជាបន្ទាន់ដើម្បីសង្គ្រោះជីវិតកូននៅក្នុងផ្ទៃនាងខំប្រឹងរត់ទាំងឈឺចាប់ឆ្លងកាត់ព្រៃងងឹតជើងទាំងពីរជន់លើមែកឈើបាក់និងស្លឹកឈើស្ងួតបេះដូងលោតញាប់ញ័រឥតឈប់ឈរព្រោះតែភ័យខ្លាចនឹងការឈឺចាប់នាងរត់ដោយមិនដឹងទិសដៅគ្រាន់តែសង្ឃឹមថានឹងបានជួបប្រទះមនុស្សឬទីកន្លែងណាមួយដែលអាចជួយនាងបានរំពេចនោះនៅចម្ងាយពីមុខនាងបានឃើញពន្លឺភ្លើងតិចចាំងផ្លេកដូចជាពន្លឺនៃក្តីសង្ឃឹមដែលលេចធ្លោឡើងនៅក្នុងភាពងងឹតនាងក៏ប្រឹងរត់សម្ដៅទៅទីនោះទាំងកម្លាំងដែលនៅសេសសល់ដែលគិតថានោះប្រហែលជាផ្ទះអ្នកភូមិឬក៏ជាកន្លែងសម្រាកណាមួយពេលដែលនាងរត់ចូលទៅកាន់តែជិតនាងក៏បានឃើញអគារដ៏ធំមួយដែលមើលទៅចាស់ទ្រុឌទ្រោមយ៉ាងខ្លាំងអគារនោះហាក់បីដូចជាមន្ទីរពេទ្យដែលមានទំហំធំសម្បើមតែភាពស្ងប់ស្ងាត់ជ្រងំដែលព័ទ្ធជុំវិញអគារនេះបានធ្វើឲ្យនារីមានអារម្មណ៍ចម្លែកដូចជាកន្លែងនេះត្រូវបានគេបោះបង់ចោលអស់រយៈពេលជាយូរណាស់មកហើយដោយសារតែការឈឺពោះខ្លាំងពេកនាងលែងមានជំរឿសអ្វីផ្សេងទៀតក៏បានសម្រេចចិត្តចូលទៅក្នុងមន្ទីរពេទ្យដ៏ស្ងាត់ជ្រងំមួយនោះនាងសង្ឃឹមថានៅទីនោះប្រហែលជាមានមនុស្សដែលអាចជួយនាងបានទោះបីជានាងមានអារម្មណ៍ភ័យខ្លាចចំពោះបរិយាកាសដ៏អាប់អួរនៅទីនោះក៏ដោយនៅខាងក្នុងមន្ទីរពេទ្យនារីពោះធំរូបនេះបានឃើញបុរសម្នាក់កំពុងអង្គុយនៅតុទទួលភ្ញៀវបុរសនោះមើលទៅស្លេកស្លាំងនិងមានទឹកមុខចម្លែកតែនាងមិនបានគិតច្រើនទេព្រោះតែការឈឺចាប់ខ្លាំងពេកនាងប្រញាប់ប្រាប់បុរសនោះថានាងកំពុងតែនឹងសម្រាលកូនហើយសូមឲ្យគេជួយនាងផងបុរសនោះមិនបាននិយាយអ្វីច្រើនទេគេគ្រាន់តែងក់ក្បាលហើយនាំនារីទៅកាន់បន្ទប់មួយដែលមានពន្លឺភ្លើងខ្សោយបន្ទប់នោះមើលទៅចាស់ហើយមានក្លិនថ្នាំពេទ្យចម្លែកស្ត្រីកំសត់ត្រូវបានគេឲ្យដេកលើគ្រែមួយហើយបន្ទាប់មកនាងក៏លែងដឹងឮអ្វីទៀតក៏បានសន្លប់បាត់ស្មារតីទៅនៅក្នុងភាពងងឹតនិងស្មារតីកាន់តែខ្សោយនាងនៅតែមានអារម្មណ៍ដឹងថាកូនរបស់នាងបានចេញពីផ្ទៃហើយនាងហាក់ដូចជាបានឮសំឡេងទារកយំតិចតែអ្វីទាំងអស់នោះហាក់ដូចជាសុបិនដែលមិនច្បាស់លាស់លុះពេលដែលនាងបើកភ្នែកឡើងវិញ
នារីឯកោរូបនេះបានឃើញថាខ្លួនឯងកំពុងតែដេកនៅក្នុងបន្ទប់មួយដ៏ល្វឹងល្វើយតែបន្ទប់នោះពោរពេញទៅដោយធូលីដីនិងសម្បុកពីងពាងជញ្ជាំងប្រេះស្រាំនិងមានស្នាមប្រឡាក់ចម្លែកគួរឲ្យខ្លាចគ្រឿងសង្ហារឹមទាំងអស់មើលទៅចាស់ទ្រុឌទ្រោមហាក់ដូចជាគ្មាននរណាម្នាក់បានប៉ះពាល់អស់រយៈពេលរាប់រយឆ្នាំមកហើយនាងដឹងភ្លាមថានាងមិនមែននៅក្នុងមន្ទីរពេទ្យធម្មតានោះទេនាងក្រឡេកមើលជុំវិញខ្លួនដោយភាពភ័យខ្លាចហើយព្យាយាមក្រោកឡើងតែរាងកាយរបស់នាងនៅទន់ខ្សោយពេកពេលនោះភ្នែករបស់នារីក៏បានប្រទះឃើញកូនតូចរបស់នាងដែលកំពុងតែដេកក្បែរនោះទោះបីជាទើបនឹងកើតក៏ដោយតែទារកនោះមើលទៅមានសុខភាពល្អខ្លាំងណាស់ពេលបានឃើញដូច្នោះនាងមានអារម្មណ៍ធូរស្បើយបន្តិចបន្តួចនៅពេលដែលដឹងថាកូនរបស់នាងនៅមានជីវិតដោយក្តីស្រឡាញ់ចំពោះកូននារីកំសត់ប្រញាប់លើកកូនមកបំបើដោះទឹកដោះដែលហូរចេញមកហាក់ដូចជាផ្ដល់កម្លាំងចិត្តនាងបន្តិចបន្តួចនារីដឹងថានាងត្រូវតែចាក់ចេញពីកន្លែងដ៏គួរឲ្យខ្លាចនេះឲ្យបានឆាប់បំផុតនាងត្រូវតែនាំកូនរបស់នាងត្រឡប់ទៅភូមិវិញដើម្បីស្វែងរកជំនួយនាងខំប្រឹងក្រោកឡើងទាំងកម្លាំងខ្សោយបំផុតហើយត្រកងអោបកូននៅក្នុងដៃយ៉ាងថ្នមហើយចាប់ផ្ដើមរត់ចេញពីអគារដ៏ចម្លែកនេះនាងរត់កាត់ព្រៃទាំងយប់ងងឹតសូន្យសងភាពភ័យខ្លាចនៅតែដក់ជាប់ក្នុងចិត្តតែនាងមិនអាចឈប់បានឡើយនាងត្រូវតែទៅឲ្យផុតពីកន្លែងដ៏អាក្រក់មួយនេះទីបំផុតនារីកំសត់បានត្រឡប់មកដល់ភូមិវិញទាំងខ្លួនប្រាននឿយណាយហត់និងប្រឡាក់ប្រឡូកទៅដោយដីភក់អ្នកភូមិដែលភ្ញាក់ផ្អើលនឹងរូបរាងដ៏គួរឲ្យអាណិតរបស់នាងក៏បាននាំនាងនិងកូនទៅសម្រាកពួកគេបានសួរនាងអំពីអ្វីដែលបានកើតឡើងនៅក្នុងព្រៃហើយនាងក៏បានរៀបរាប់រឿងរ៉ាវទាំងអស់ដែលនាងបានជួបប្រទះប្រាប់អ្នកភូមិទាំងទឹកភ្នែកក្រោយមកអ្នកភូមិក៏បាននិយាយអំពីអគារចាស់ទ្រុឌទ្រោមដែលនាងបានឃើញនៅក្នុងព្រៃនោះពួកគេបានប្រាប់ថាកាលពីជំនាន់អាណានិគមបារាំងទីនោះធ្លាប់ជាមន្ទីរពេទ្យវិកលចរិតសម្ងាត់មួយជាកន្លែងដែលគេឃុំឃាំងដាក់អ្នកទោសដែលមានជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរគ្មាននរណាម្នាក់បានដឹងទេអំពីទីតាំងពិតប្រាកដនៃមន្ទីរពេទ្យនោះពីព្រោះវាត្រូវបានលាក់បាំងយ៉ាងសម្ងាត់នៅក្នុងព្រៃជ្រៅតែរឿងរ៉ាវដ៏គួរឲ្យរន្ធត់ជាងនេះទៅទៀតនោះគឺនៅពេលយប់ដ៏សែនខ្មៅងងឹតមួយអ្នកទោសម្នាក់ដែលមានជំងឺវិកលចរិតយ៉ាងធ្ងន់ធ្ងរបានរត់គេចខ្លួនចេញពីបន្ទប់ឃុំឃាំងគេបានសម្លាប់គ្រូពេទ្យទាំងអស់នៅក្នុងមន្ទីរពេទ្យដោយគ្មានបន្សល់ទុកនរណាម្នាក់ឡើយហើយបន្ទាប់មកគេក៏បានដុតមន្ទីរពេទ្យនោះចោលទាំងស្រុងអគារនោះក៏ត្រូវបានគេបោះបង់ចោលរហូតមកដល់សព្វថ្ងៃคล้ายទៅជាកន្លែងដ៏សាហាវនិងពោពេញទៅដោយវិញ្ញាណអាក្រក់គ្មាននរណាម្នាក់ហ៊ានចូលទៅទីនោះឡើយលើកលែងតែនាងនិងកូនតូចដែលបានរួចផុតពីទីនោះដោយអភូតហេតុតែនាងមិនដឹងថាហេតុអ្វីបានជានាងអាចសម្រាលកូននៅក្នុងកន្លែងដ៏គួរឲ្យខ្លាចនិងគ្រោះថ្នាក់នោះហើយរស់រានមានជីវិតត្រឡប់មកវិញនោះឡើយ